ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសអតិថិជន E9P ហើយជំរាបសួរអ្នកគ្រូបាទថ្ងៃនេះប្រធានបទរបស់យើងសំណួរមួយបានសួរថាតើហេតុអ្វីបានជាលុយវ៉ុនចុះថោកខ្លាំងម្ល៉េះបាទគឺរហូតមួយរយៈចុងក្រោយនេះសឹងតែចូលដល់14.50គឺមានន័យថាចិត្ត50វ៉ុនហើយឡើងគឺបងប្អូនវេ$1000ឯខាតចិត្ត$50បាទអញ្ចឹងគឺមានន័យថាធ្លាក់ខ្លាំងហើយបន្តធ្លាក់រហូតអញ្ចឹងថ្ងៃហ្នឹងអ្នកគ្រូស្រាវជ្រាវរួចហើយថាមូលហេតុអីដែលធ្វើឲ្យលុយវ៉ុនចុះថោកខ្លាំងម្ល៉េះបាទអញ្ចឹងកុំឲ្យចាំយូរសូមតាមដានទាំងអស់គ្នាបាទអ្នកគ្រូសូមជម្រាបសួរម្ដងទៀតហើយអ្នកគ្រូអាចជួយបកស្រាយកត្តាសំខាន់ផងថាហេតុអីបានលុយវ៉ុនចុះថោកខ្លាំងយ៉ាងនេះបាទចាមូលហេតុដែលលុយវ៉ុនចុះថោកគឺមានកត្តាច្រើនយ៉ាងវាមិនមែនជាបញ្ហាតែមួយទេតែវាកត្តាសំខាន់នោះទី1ដូចជាតកតងជាមួយនឹងគម្លាតរវាងអត្រាការប្រាក់របស់លុយវ៉ុនហើយនិងលុយដុល្លារជាក់ស្ដែងបើយើងសំលុយជាលុយវ៉ុនយើងបានការប្រាក់តែ 3% ឯងក៏ប៉ុន្តែបើសិនណាជាយើងសំលុយនឹងជាលុយដុល្លារវិញគឺការប្រាក់ឡើង 5.25.6% អញ្ចឹងមានន័យថាខុសគ្នាស្ទើរតែទ្វេដងអញ្ចឹងមូលហេតុធ្វើឲ្យគេភាគច្រើនលក់លុយវ៉ុនចោលហើយទិញជាលុយដុល្លារអញ្ចឹងលុយវ៉ុនវាធ្លាក់ថ្លៃជាងហើយបញ្ហាមួយទៀតនោះដែលសំខាន់ផងដែរហ្នឹងគឺតកតងជាមួយនឹងការនាំចេញអញ្ចឹងមានន័យថាមករយៈចុងក្រោយនេះការនាំចេញរបស់ប្រទេសកូរ៉េទៅកាន់ប្រទេសក្រៅគឺធ្លាក់ចុះអញ្ចឹងដែលធ្វើឲ្យលុយវ៉ុនធ្លាក់មានន័យថាពេលណាដែលគេត្រូវការទិញអីវ៉ាន់កូរ៉េច្រើនគេនឹងដូរពីលុយដុល្លារជាលុយវ៉ុនដើម្បីទិញអីវ៉ាន់កូរ៉េយកទៅប្រទេសក្រៅក៏ប៉ុន្តែបើសិនណាយើងអត់សូវនាំចេញទេអាតម្រូវការនៃការទិញលុយវ៉ុនដើម្បីទិញអីវ៉ាន់ហ្នឹងក៏វាធ្លាក់ចុះដែរបាទសូមកាត់ឲ្យគ្រូបន្តិចជាក់ស្ដែងដូចយើងឃើញស្រាប់ហើយថាបងប្អូនពលករយើងនៅកូរ៉េបើតាមខ្ញុំជួបមួយគាត់ឬក៏គាត់ឆាតមកពេកអីគឺអត្រាការងារគឺទាបជាងមុនច្រើនអ្នកគ្រូគឺគាត់ថាអត់សូវមានថែមម៉ោងហើយបើអ្នកដូរការងារគឺអត់សូវរកការងារបានធ្វើទេអញ្ចឹងមានន័យថារោងចក្រឧស្សាហកម្មមួយចំនួនគឺគាត់ពិបាកក្នុងការផ្គត់ផ្គង់ការងារហើយកត្តាទី2ដោយបងប្អូនឃើញស្រាប់ថាចិនលើវាហក់ខ្លាំងទាក់ទងនឹងបច្ចេកវិទ្យាឬក៏ឧស្សាហកម្មផ្សេងមិនថាការផលិត semiconductor chip អីផ្សេងគឺចិនគឺហក់ស្ទុះលឿនអញ្ចឹងការប្រកួតប្រជែងគឺខ្លាំងមែនទែនបាទអរគុណអ្នកគ្រូបន្តទៀតបានចាហើយបញ្ហាដែលតកតងជាមួយនឹងការធ្លាក់តម្លៃលុយវ៉ុននេះក៏វាតកតងជាមួយនឹងបញ្ហាសន្តិសុខលើពិភពលោកដែរដោយបងប្អូនបានដឹងហើយតកតងជាមួយសង្គ្រាមរុស្ស៊ីអ៊ុយក្រែនឬមួយក៏សង្គ្រាមអ៊ីស្រាអែលជាមួយនឹងហាម៉ាស់នៅតំបន់កាហ្សាអីអញ្ចឹងនៅពេលណាដែលពិភពលោកមានភាពអសន្តិសុខណាអញ្ចឹងគេនឹងព្យាយាមធ្វើម៉េចរក្សាអា currency ឬក៏រូបិយប័ណ្ណណាដែលមានសុវត្ថិភាពដែលថាទោះបីជាប្រទេសមានសង្គ្រាមក៏លុយនឹងនៅប្រើប្រាស់បានអញ្ចឹងរូបិយប័ណ្ណមានអីខ្លះនេះគ្រូមាន2សំខាន់ទី1គឺមាសទី2គឺលុយដុល្លារអញ្ចឹងព្រោះលុយដុល្លារវា worldwide យកទៅប្រើនៅប្រទេសណាក៏បានហើយដូចលោកគ្រូបានដឹងស្រាប់ហើយអញ្ចឹងមាសឥឡូវក៏ឡើងថ្លៃខ្លាំងដែរអញ្ចឹងមានន័យថាទាំងយើងទាំងគេជាអ្នកវិនិយោគទុនពេលសេដ្ឋកិច្ចពិភពលោកអត់ទៀងគឺយើងរក currency ឬក៏រូបិយប័ណ្ណណាដែលទៀងចាគឺអញ្ចឹងគឺយើងទិញមាសចូលឬក៏ទិញដុល្លារចូលអញ្ចឹងទៅបាទអញ្ចឹងគឺកត្តាពិភពលោកបាទហើយឥឡូវហ្នឹងបើសិនជាបងប្អូនវេតាម E9 ក៏យើងតម្លាក់អត្រាទាបជូនដែរណាដោយសារតែលុយវាចុះខ្លាំងពេកហើមខ្លាំងពេកអញ្ចឹងបងប្អូនអាចវេតាម app E9 ទៅយើងតម្លាក់ 4-5 វ៉ុនជូនដែរអញ្ចឹងគឺទាបជាងទីផ្សារអញ្ចឹងបងប្អូនមុនវេអាចជ្រែបានបាទអរគុណអ្នកគ្រូបន្តទៀតបាទអ្នកគ្រូចាហើយកត្តា2ចំណុចសំខាន់ទៀតនោះគឺវាតកតងជាមួយនឹងកូរ៉េគាត់ក៏មានចង់និយាយថាវិនិយោគទុនមួយចំនួនគឺគាត់អត់ផលិតសម្ភារៈហ្នឹងនៅក្នុងប្រទេសកូរ៉េទេគាត់ផលិតនៅប្រទេសផ្សេងដែលមានតម្លៃពលកម្មថោកអញ្ចឹងធ្វើឲ្យការនាំចេញរបស់កូរ៉េខ្លួនឯងហ្នឹងក៏វាតិចជាងមុនដែរហើយមួយទៀតហ្នឹងគឺការអន្តរាគមន៍ពីធនាគារកណ្ដាលរបស់កូរ៉េអញ្ចឹងមានន័យថាបើពេលណាដែលលុយវ៉ុនចុះថោកបើសិនណាជាធនាគារកណ្ដាលគាត់ចង់សង្គ្រោះលុយវ៉ុនហ្នឹងគឺគាត់នឹងបញ្ចេញលុយអានេះថាលុយបំរុងរបស់ជាតិយកមកទិញលុយវ៉ុនហ្នឹងដើម្បីឲ្យលុយវ៉ុនហ្នឹងឡើងថ្លៃវិញក៏ប៉ុន្តែពេលដែលខ្ញុំ check មើលទៅគឺធនាគារកណ្ដាលរបស់កូរ៉េហ្នឹងគឺគាត់អត់សូវហ៊ានបញ្ចេញលុយបំរុងហ្នឹងទេមូលហេតុខ្ញុំគិតថាប្រហែលជាបញ្ហាសន្តិសុខអញ្ចឹងនៅពេលដែលប្រទេសជាតិឬមួយក៏ពិភពលោកកំពុងតែប្រឈមមុខជាមួយនឹងអស្ថិរភាពអញ្ចឹងលុយបំរុងក៏សំខាន់ដែរបាទយល់នេះគ្រូបាទអរគុណច្រើនសម្រាប់ការបកស្រាយក្បោះក្បាយរបស់អ្នកគ្រូបាទអញ្ចឹងកត្តាមានប៉ុណ្ណឹងណាអ្នកគ្រូដែលធំណាចាកត្តាធំមានប៉ុណ្ណឹងអូខេហើយប្រហែលជាបងប្អូនឆ្ងល់ថាលុយវ៉ុននឹងចុះវិញអត់បើប្រភពចំណូលយើងសំខាន់គឺលុយវ៉ុនហើយដើម្បីបង់ធនាគារផងផ្គត់ផ្គង់អ្នកផ្ទះផងអញ្ចឹងបើបើកបាន2 billion គាត់កាត់ថ្លៃអត្រាហ្នឹងគឺខាតអស់រាប់សិបម៉ឺនបាត់ហើយអ្នកគ្រូអញ្ចឹងថ្ងៃក្រោយទៅអាចឡើងឬក៏ថេរឬក៏ចុះយើងអាចវិភាគទីដឹងណាអ្នកគ្រូ
អានេះគឺវាអាស្រ័យទៅលើស្ថានភាពនៅលើពិភពលោកថាអូតើពិភពលោកអាចដោះស្រាយបញ្ហាសង្គ្រាមបញ្ហាអសន្តិសុខអីទាំងអស់ហ្នឹងបានលឿនប៉ុណ្ណាហើយទី2ទៀតអាស្រ័យលើរដ្ឋាភិបាលកូរ៉េខ្លួនឯងថាតើគាត់នឹងមានគោលនយោបាយដើម្បីសង្គ្រោះលុយវ័នដែរឬអត់ហើយគាត់ធ្វើនៅក្នុងកម្រិតមួយណាអូខេអញ្ចឹងខ្ញុំមានលុយវ័នមិនដឹងថាវេឬអត់ទេបាទប៉ុន្តែអរគុណបងប្អូនដែលបានជួយទស្សនាទាំងតាមដាន share វីដេអូនេះហើយសង្ឃឹមថាអាចចែកជូនជាព័ត៌មានក៏ដូចជាបទពិសោធន៍ដល់បងប្អូនទាំងអស់គ្នាហើយក្នុងស្ថានភាពសេដ្ឋកិច្ចដែលអត់សូវល្អទូទាំងសកលលោកនេះអញ្ចឹងយើងមានតែសំចៃទាំងអស់គ្នាហើយថែសុខភាពរក្សាកន្លែងការងារណាដែលអាចធ្វើបានល្អយើងបន្តធ្វើទៅព្រោះឥឡូវហ្នឹងស្ថានភាពរកការងាររៀងពិបាកជាងមុនបាទហើយក៏អរគុណដល់អ្នកគ្រូសម្រាប់ពេលវេលានិងការស្រាវជ្រាវផ្សេងៗដែរបាទហើយតើតើនឹងការភ្ជាប់កម្មវិធីវេប្រាក់អីបងប្អូនវេតាម app E9 គឺយើងមានការបញ្ចុះអត្រាជូនបងប្អូនជាងមុនទោះបីលុយវ័នចុះថោកក៏ដោយក៏យើងបញ្ចុះជូនទាបជាងទីផ្សារបងប្អូនអាចជ្រែមើលសិនបានអញ្ចឹងយើងវេ$5,000តាម app ABA ម្ដងគឺពី E9 ទៅ ABA គឺបើសិនជាអត្រាលុយខុសគ្នាតែ5,000ក៏យើងចំណេញបានច្រើនដែរបាទអញ្ចឹងអរគុណសូមជម្រាបលាបាទជម្រាបលា